សាន់ឆាយថ្មីត្បិតអាភ័ព្វអាយុខ្លីតែមានសំណាងរឿងស្នេហាទោះបីជាស្លាប់អស់75ថ្ងៃទៅហើយតែស្វាមីនៅតែតលេងភ្នោនាងជារៀងរាល់ថ្ងៃតាមរយៈមិត្តភ័ក្តិសមាជិកគ្រួសារគូជនយប់តារា K-pop ពីក្រុមក្លន់តែងតែទៅលេងភ្នោភរិយារបស់ខ្លួនគឺសាន់ឆាយឬបាប៊ីស៊ូជារៀងរាល់ថ្ងៃដោយតែងតែបង្ហាញពីក្តីស្រឡាញ់និងទុក្ខសោកដ៏ជ្រាលជ្រៅបន្ទាប់ពីនាងទទួលមរណភាពថ្មីនេះសារព័ត៌មានតៃវ៉ាន់ ET Today បានរាយការណ៍ពីបទសម្ភាសន៍ជាមួយតារាចម្រៀងតៃវ៉ាន់បៃប៊ីងប៊ីងដែលបាននិយាយអំពីការសន្ទនាជាមួយម្ដាយរបស់បាប៊ីស៊ូយោងតាមបៃម្ដាយរបស់ស៊ូមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះភក្តីភាពរបស់គូតារាស្រីរូងនេះបាននិយាយថាគាត់ប្រាប់ខ្ញុំថាជន់យប់ទៅភ្នោបាប៊ីស៊ូនៅជីនប៉ៅសានជារៀងរាល់ថ្ងៃគាត់រំជួលចិត្តណាស់គាត់បាននិយាយថាទាំងជន់យប់និងស៊ូ CD ប្អូនស្រីរបស់បាប៊ីនៅតែមិនអាចឆ្លងផុតពីការឈឺចាប់នៃការបាត់បង់នេះបានបៃប៊ីងប៊ីងដែលធ្លាប់បាត់បង់កូនស្រីរបស់ខ្លួននៅក្នុងហេតុការណ៍ចាប់ចម្រិតនិងឃាតកម្មដ៏គួរឲ្យរន្ធត់នៅក្នុងឆ្នាំ1997បានបន្ថែមថាម្ដាយរបស់ស៊ូបានសួរខ្ញុំថាត្រូវធ្វើយ៉ាងណាដើម្បីឆ្លងផុតការឈឺចាប់បែបនេះខ្ញុំបានប្រាប់គាត់ថាខ្ញុំយំអស់20ឆ្នាំបន្ទាប់ពីបាត់បង់កូនស្រីសូមទូរស័ព្ទមកខ្ញុំនៅពេលណាដែលអ្នកត្រូវការនិយាយនិងស្ដាប់បាប៊ីស៊ូបានទទួលមរណភាពនៅថ្ងៃទី2ខែកុម្ភៈអំឡុងពេលធ្វើដំណើរជាមួយគ្រួសារនៅប្រទេសជប៉ុនបន្ទាប់ពីធ្លាក់ខ្លួនឈឺដោយជំងឺរលាកសួតរួមជាមួយផ្ដាសាយនាងមានអាយុ48ឆ្នាំស្វាមីរបស់នាងគូជន់យប់និងគ្រួសារបានបញ្ចប់នីតិវិធីបូជាសពនៅជប៉ុននិងបាននាំធាតុត្រឡប់មកតៃវ៉ាន់នៅថ្ងៃទី5ខែកុម្ភៈនៅថ្ងៃទី6ខែកុម្ភៈគូបានចែករំលែកសារដ៏គួរឲ្យឈឺចាប់នៅលើ Instagram ឥឡូវនេះខ្ញុំកំពុងស្ថិតក្នុងទុក្ខសោកដែលមិនអាចពណ៌នាបានឆ្លងកាត់ពេលវេលាដែលមានអារម្មណ៍ថាខាងក្នុងរបស់ខ្ញុំកំពុងតែត្រូវបានហែកហួរចេញខ្ញុំគ្មានកម្លាំងនឹងនិយាយទេហើយក៏មិនចង់និយាយដែរបាប៊ីស៊ូដែលត្រូវបានគេស្គាល់ជាអន្តរជាតិតាមរយៈតួនាទីជាសាន់ឆាយក្នុងរឿងភាគតៃវ៉ាន់ Meteor Garden ឬស្នេហា4ដួងបានក្លាយជាតារាល្បីនៅដើមសតវត្សឆ្នាំ2000នៅកូរ៉េខាងត្បូងនាងក៏បានត្រូវគេស្គាល់ផងដែរតាមរយៈទំនាក់ទំនងស្នេហាជាមួយគូជន់យប់អ្នកទាំងពីរបានជួបគ្នាលើកដំបូងនៅក្នុងឆ្នាំ1998និងបានណាត់ជួបគ្នារយៈពេលខ្លីមុនពេលបែកគ្នាដោយសារចម្ងាយឆ្ងាយនិងការប្រឆាំងពីក្រុមហ៊ុនគ្រប់គ្រងរបស់គូយ៉ាងណាមិញពួកគេបានត្រឡប់មកជួបគ្នានិងបានរៀបការជាមួយគ្នាក្រោយសាន់ឆាយលែងលះស្វាមីជាអ្នកចំនួនចិនដីកោតែជាអកុសលសាន់ឆាយបែរជាស្លាប់ចោលគូជន់យប់ទៅវិញ